គាត់ទៅរៀនបែកកង់រាល់ថ្ងៃតែគាត់នឹងគឺជាកូនអ្នកប៉ះកង់ព្រោះមួយនេះគឺធ្វើខ្ញុំឈឺក្បាលខ្លាំងមែនតើសារតែពេលមើលហើយគឺធ្វើខ្ញុំសួរសំណួរខ្លួនឯងមួយហើយមួយទៀតមួយហើយមួយទៀតអញ្ចឹងសំណួរសួរថាតើលើលោកហ្នឹងមានរឿងអីដែលចៃដន្យអត់ឬក៏គ្រាន់តែជាការសម្រេចចិត្តរបស់យើងមួយដែលនាំយើងទៅជួបនរណាម្នាក់ជួបរឿងអីមួយអញ្ចឹងអ្នកគ្នារឿងនេះគឺសាមញ្ញទេប៉ុន្តែកុំយកទៅគិតឈឺក្បាលហ្មងហើយសម្រាប់រឿងមួយនេះគឺខ្ញុំចង់ challenge អ្នកគ្នាទៅមើលរឿងនោះដល់ចប់ប៉ុន្តែកុំអាន caption ដែល director គាត់បានសរសេរហ្នឹងហើយកុំមើលវីដេអូខ្ញុំដល់ចប់ហើយខ្ញុំចង់ដឹងអ្នកគ្នាថាគិតទៅលើរឿងហ្នឹងបែបមិនដែរនៅពេលដែលមើលលើកដំបូងអញ្ចឹងរឿងមួយនេះគឺមានចំណងជើងថាចៃដន្យបែកកង់ហើយក្នុងរឿងនេះដែរគឺចង់និយាយពីសិស្សសាលាមួយក្រុមដែលមានតួអង្គប្រុសហ្នឹងគឺគាត់ទៅរៀនបែកកង់រាល់ថ្ងៃតែគាត់ហ្នឹងគឺជាកូនអ្នកប៉ះកង់ហើយសំខាន់ណាគាត់ចេះប៉ះកង់ខ្លួនឯងទេហើយគាត់គិតថាការដែលគាត់បែកកង់រាល់ថ្ងៃហ្នឹងគឺជារឿងចៃដន្យបែកកង់រាល់ថ្ងៃហ្មងអាកូនចៃដន្យទៅនឹងប៉ុន្តែវាមិនមែនចៃដន្យទេអ្នកគ្នាចឹងហេតុអីបានគាត់បែកកង់រាល់ថ្ងៃទៅ spoiler ប៉ុន្តែមុននឹងចូលទៅដល់ spoiler ចង់ប្រាប់អ្នកគ្នាបន្តិចថារឿងមួយនេះគឺជាបច្ចេកដំបូងហ្មងពីខាង Moonlight ដឹកនាំដោយ director ខ្មែរយើងទេអ្នកគ្នាគាត់គឺបានបញ្ចប់ការសិក្សាពីខាងកូរ៉េហើយក៏ជា filmmaker មួយនៅប្រទេសកូរ៉េដែរមួយនេះគឺជាបច្ចេកដំបូងរបស់គាត់ហ្មងនៅស្រុកកំណើតរបស់ខ្លួនឯងហើយរបៀបដែលគាត់ថតនៅក្នុងរឿងមួយនេះធានាថាប្លែកហ្មងទាំងសំឡេងឈុតថតប្លង់ថតការ focus គឺអត់ដូចរឿងដែលយើងធ្លាប់មើលទូទៅទេអ្នកគ្នាប៉ុន្តែគ្រប់យ៉ាងដែលគាត់ធ្វើនៅក្នុងរឿងមួយនេះគឺជាចេតនារបស់គាត់ទាំងអស់ដោយសារតែគាត់ចង់បង្ហាញអីមួយទៅដល់អ្នកគ្រប់គ្នាឥឡូវចូលមកដល់សាច់រឿងយើងវិញតើហេតុអីបានតួអង្គប្រុសបែកកង់រាល់ថ្ងៃទៅពេលដែលចាប់ដើមមើលរឿងនឹងដំបូងគឺយើងនឹងឃើញតួអង្គមួយទៀតដែលយើងគិតថាប្រហែលជាគាត់នឹងហើយអ្នកចាក់កង់តួអង្គប្រុសមិនបានយឺតមែនបងអូនយឺតដោយសារតែប៉ះកង់នេះបងតែមែនទេណាអ្នកគ្នាបន្ទាប់មកទៀតគឺយើងនឹងឃើញតួអង្គប្រុសរបស់យើងក៏នឹងជាមួយមិត្តភក្តិជិតស្និទ្ធរបស់គាត់មួយទៀតមើលទៅដូចទៅទើបស្គាល់គ្នាអញ្ចឹងអ្នកគ្នាដូចទើបតែដូរចូលថ្នាក់ជាមួយគ្នាអញ្ចឹងជីអីមកបាត់អីជីចាំឯងជូនទៅហើយអញ្ចឹងទាំងណាអត់អីដល់ណាក៏ឯងជូនបានដែរតួពីរនេះបើមើលដំបូងអ្នកគ្នាប្រកាសជាស្មានតែរឿងហ្នឹងជារឿង BL ទៀតហើយដោយសារតែអ្នកសំណួររឿងពីរអ្នកហ្នឹងគឺល្អខ្លាំងមែនតើអ្នកគ្នាគឺល្អសោចហើយអត់និយាយអីច្រើនទេប៉ុន្តែល្អសោចហ្មងហើយមានឈុតដែលខ្ញុំចូលចិត្តច្រើនខ្លាំងមែនតើហើយវាទូចមែនតើប៉ុន្តែធ្វើឲ្យយើង What is that ហើយនេះគឺឈុតដែលខ្ញុំចូលចិត្តអ្នកគ្នាអាចតែមើលខ្លួនឯងបានចាហើយតួអង្គប្រុសកនហ្នឹងគឺចូលចិត្តទៅញញ៉ៃ best friend គេណាប៉ុន្តែតើ best friend ហ្នឹងអ្នកចាក់កង់កនមែនមែនទេណាអ្នកគ្នារវាងតួអង្គពីរនេះក៏ខ្ញុំចាប់អារម្មណ៍ឈុតមួយទៀតដែរគឺនៅពេលដែលកននិយាយជាមួយនឹង best friend គាត់នឹងតាក់ទងអំពីតួអង្គស្រីម្ដងអេនិយាយចឹងម្នាក់ហ្នឹងជាមួយយើងដែរមែនឆ្នាំមុនក៏រៀនមួយគ្នាឆ្នាំនេះរៀនមួយគ្នាទៀតអាហ្នឹងមិនស្អីមែនណាជឿរឿងចៃដន្យដែរគាត់ថាចៃដន្យដល់ហើយបានរៀនថ្នាក់ជាមួយនឹងតួអង្គស្រីប៉ុន្តែមិនមែនជារឿងចៃដន្យទេចឹងចូលមកដល់តួអង្គចុងក្រោយរបស់យើងគឺតួអង្គស្រីចឹងអ្នកគ្នាក៏ចេះដឹងចម្លើយបើសតតែមួយនឹងទេចឹងអ្នកដែលធ្វើឲ្យកង់តួប្រុសបែករាល់ថ្ងៃហ្នឹងគឺជាតួអង្គស្រីហ្នឹងហើយអ្នកគ្នាតែហេតុអីបានគាត់ទៅចាក់កង់តួអង្គប្រុសទៅ What is her motive ហេតុផលដែលតួអង្គស្រីចាក់កង់តួអង្គប្រុសហ្នឹងគឺដោយសារតែគាត់ខឹងតួអង្គប្រុសអត់ព្រមសារភាពហេតុអីបានគាត់ដឹងថាតួអង្គប្រុសស្រឡាញ់គាត់គឺដោយសារតែគាត់ចាប់អារម្មណ៍ថាចុះមិនបានចាក់កង់ខ្ញុំមកពីយើងអត់ព្រមសារភាពធ្វើអីសារភាពគ្រប់ពេលចេញពីរៀនដើរតាមពីក្រោយខ្ញុំធ្វើអីរាល់ពេលដែលតួអង្គស្រីចេញពីរៀនគឺគាត់តែឃើញតួអង្គប្រុសហ្នឹងចេញពីរៀនមកដូចគ្នាទៅផ្ទះផ្លូវជាមួយគ្នាសំខាន់ចាក់បតោសោឡើងពីដូចគ្នាបេះបិទហ្មងអ្នកគ្នាឲ្យគេចាក់បតងតាមខ្ញុំធ្វើអីហើយខ្ញុំចុះក្នុងកតាបចឹងធ្វើអីមានណាអាហ្នឹងចៃដន្យតើហើយលើសពីនឹងទៀតគឺតួអង្គប្រុសហ្នឹងគឺជាអ្នកដូរចូលថ្នាក់តួអង្គស្រីទៀតតែរឿងទាំងអស់ហ្នឹងយើងគិតមកវាដូចជារឿងចៃដន្យអ្នកដទៃមើលមកពួកគាត់គឺគិតថាជារឿងចៃដន្យប៉ុន្តែវាអត់ចៃដន្យទេអ្នកគ្នាគឺជាចេតនារបស់តួអង្គប្រុសថាតែគាត់ស្រឡាញ់តួអង្គស្រីហើយក៏ដូចគ្នាជាមួយនឹងរឿងបែកកង់ដែរដែលមើលពីក្រៅទៅដូចជាតួអង្គប្រុសហ្នឹងចៃដន្យដល់ហើយបែកកង់រាល់ថ្ងៃហ្មងណាតែវាមិនជារឿងចៃដន្យទេដោយសារតែវាជាចេតនារបស់តួអង្គស្រីចេតនារវាងតួអង្គស្រីជាមួយនឹងតួអង្គប្រុសហ្នឹងបូកចូលគ្នាទៅគឺធ្វើឲ្យចុងក្រោយពួកគាត់បានជួបគ្នាបានជិះកង់ជាមួយគ្នាឡើង sweet ហ្មងចឹងសំណួរសួរថាតើលើលោកហ្នឹងមានរឿងអីដែលចៃដន្យអត់ឬក៏គ្រាន់តែជាការសម្រេចចិត្តរបស់យើងមួយដែលធ្វើឲ្យយើងនាំយើងទៅជួបនរណាម្នាក់នាំយើងទៅជួបរឿងអីមួយចឹងអ្នកគ្នាចឹងអានេះបើនិយាយទៅវាដូចនឹង butterfly effect ចឹងអ្នកគ្នាគឺសកម្មភាពតូចមួយរបស់យើងហ្នឹងវាអាចនាំយើងទៅជួបរឿងអីមួយដែលធំហើយការផ្លាស់ប្ដូរសកម្មភាពតូចមួយហ្នឹងក៏ធ្វើឲ្យផ្លាស់ប្ដូរជីវិតរបស់យើងដែរ
តពីមើលរឿងហ្នឹងហើយធ្វើឲ្យខ្ញុំគិតខ្លាំងមែនតើមើលហើយបានកែប្រែការគិតរបស់ខ្ញុំមកខ្ញុំគិតថាលើលោកហ្នឹងគឺមានរឿងចៃដន្យហើយក៏មានវាសនាចារទុកអីមកដែរអ្នកគ្នាអីទាំងអស់រាល់ជំហានអីទាំងអស់គឺសុទ្ធសឹងតែជាការសម្រេចចិត្តរបស់យើងដែលនាំយើងទៅជួបអ្វីមួយទៅជួបម្នាក់ម្នាក់គឺព្រឹត្តិការណ៍ធំៗនៅក្នុងជីវិតយើងទាំងអស់គឺសុទ្ធសឹងតែជាចង្កោមនៃព្រឹត្តិការណ៍តូចៗការសម្រេចចិត្តតូចៗទាំងអស់ដែលវាកើតតគ្នាដើម្បីកើតព្រឹត្តិការណ៍ធំមួយនឹងឧទាហរណ៍ជាក់ស្ដែងនៅក្នុងរឿងនោះអ្នកគ្នាតើតួអង្គទាំងពីរនឹងអាចជួបគ្នាអត់អាចជិះកង់ជាមួយគ្នាអត់បើសិនជាតួអង្គស្រីអត់ចាក់កង់តួអង្គប្រុសដោយចេតនាបើសិនជាតួអង្គប្រុសអត់ចេញពីរៀនតាមតួស្រីបើសិនជាតួអង្គប្រុសអត់ដូរចូលថ្នាក់តួអង្គស្រីអត់ជិះកង់ចេញពីរៀនតាមតួស្រីតាមផ្លូវដូចគ្នាចាក់បតង់សោដូចគ្នាតើពាក្យហ្នឹងអាចឆ្លាញ់គ្នាអត់ហើយក៏ធ្វើឲ្យយើងសួរសំណួរមួយទៀតដែរនៅពេលដែលយើងជួបមនុស្សអាក្រក់ជួបព្រឹត្តិការណ៍អាក្រក់ធ្លាក់តើវាជាកំហុសយើងជាកំហុសនៃការសម្រេចចិត្តតូចៗរបស់យើងមែនចម្លើយគឺមិនមែនទេដោយសារតែយើងអាចគ្រប់គ្រងការសម្រេចចិត្តរបស់យើងអាចគ្រប់គ្រងចេតនារបស់យើងប៉ុន្តែអីដែលយើងអត់អាចគ្រប់គ្រងបានហ្នឹងគឺចេតនារបស់អ្នកដទៃសកម្មភាពរបស់អ្នកដទៃការសម្រេចចិត្តរបស់អ្នកដទៃហើយក្នុងជីវិតនេះយើងគ្រាន់តែអ្នកចូលរួមទេប៉ុន្តែយើងមិនមែនជាអ្នកគ្រប់គ្រងទេជីវិតយើងដូចក្នុងសាច់រឿងហ្នឹងអញ្ចឹងគ្រាន់តែជា participant but not the controller we are not the only one player យើងត្រូវលេងជាមួយនឹងមនុស្សជាច្រើនទៀតដែលមានចេតនាខុសៗគ្នាអញ្ចឹងយើងអាចបន្ទោសខ្លួនឯងនៅពេលដែលរឿងអាក្រក់កើតឡើងមកលើយើងទេវាវែងឆ្ងាយខ្លាំងមែនតើហើយសំណួរសួរទៀតហើយអញ្ចឹងបើសិនជាយើងគ្រប់គ្រងចេតនារបស់គេអត់បានទេតែយើងគួរធ្វើបែបម៉េចទៅចម្លើយហ្នឹងគឺអត់មានធ្វើម៉េចទេគឺយើងគ្រប់គ្រងចេតនារបស់ខ្លួនឯងឲ្យតែល្អទៅបានហើយអ្នកគ្នាអានេះជាអីដែលខ្ញុំគិតតែប៉ុណ្ណឹង just ធ្វើអីដែលល្អវែងឆ្ងាយខ្លាំងជឿក្បាលណាអ្នកគ្នា review ចប់ហើយរឿងហ្នឹងបាយតែមើលខ្លួនឯងទៅហើយក៏ចង់បន្ថែមដែរទៅលើបច្ចេកទេសក្នុងការថតរបស់ director នៅក្នុងសាច់រឿងមួយនេះគឺពេលខ្លះយើងឃើញកាមេរ៉ាញ័រពេលខ្លះទៅគឺគាត់អត់ថត close up ហ្មងឧទាហរណ៍ដូចឈុតមួយនេះចឹងគឺគាត់កំពុងតែប៉ះកង់សំឡេងគឺយើងលឺឯប៉ុន្តែវាហាក់បីដូចជាយើងឈរនៅពីក្រៅឃើញតែប្លង់ផ្ទះគាត់ទេឃើញតែផ្ទះនេះហើយសំឡេងលឺតែយើងអត់ដឹងថាតួអង្គកំពុងធ្វើអីប៉ះកង់បែបម៉េចទេយើងអត់ដឹងទេហើយទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាចេតនារបស់ director ទាំងអស់តែគាត់ចង់បង្ហាញថាពេលខ្លះយើងបានឃើញតែពីសម្បកក្រៅយើងបានលឺតែពីក្រៅទេប៉ុន្តែការពិតយ៉ាងម៉េចតើមានអីកើតឡើងគឺយើងអត់ដឹងទេហើយក្នុងហ្នឹងគឺគាត់ដាក់ឈុតឆាក random ជាច្រើនមែនតើមានសត្វគោឆ្មាងទាក្របីអីចាក្នុងហ្នឹងគឺទេសភាពច្រើនហើយពេលមើលទៅក៏វាខាមម្យ៉ាងដែរព្រមថាមើលហើយយើងអាច take things slow អញ្ចឹងខ្ញុំជឿជាក់ថាមានបងប្អូនខ្លះប្រកាសជាមើលទៅអាចនឹងអត់យល់ប៉ុន្តែ it's okay director ក៏គាត់ចង់បង្ហាញដែរថាពួកយើងអត់ចាំបាច់ស្វែងយល់អត្ថន័យទាំងអស់ទេ we don't have to understand everything ជីវិតយើងក៏ចឹងដែរយើងអត់ចាំបាច់យល់គ្រប់យ៉ាងទេព្រោះពេលខ្លះសំណួរខ្លះគឺវាអត់មានចម្លើយអញ្ចឹងអ្នកអាចទៅមើលសាច់រឿងហ្នឹងហើយ just watch it មិនបាច់ take serious ទេ but I do take it serious